ប្រសិនបើលោកប៉ាអ្នកម៉ាក់ស្រឡាញ់កូនគុំទុកពួកគាត់នៅផ្ទះគួរតែផ្ដល់ឱកាសឲ្យពួកគាត់ចូលរួមក្នុងសង្គមមូលហេតុដែលអ្នកណាព្យាបាលត្រូវដាក់កូនចូលសិក្សានៅថ្នាក់ក្រៅមត្តេយ្យសិក្សា1 2រហូតដល់ថ្នាក់មត្តេយ្យគឺដោយសារតែវ័យរបស់ពួកគាត់ចង់លឺចង់ស្គាល់ចង់សាកល្បងចង់មានបទពិសោធន៍នៅក្នុងសង្គមក្រៅពីគ្រួសាររបស់គាត់កូនក្មេងនៅពេលដែលគាត់ចូលរៀនដំបូងគឺជាថ្ងៃថ្មីដោយអត់មានអវត្តមានប៉ាម៉ាក់របស់គាត់គឺគាត់តែងតែយំទី1គាត់អត់មានអ្នកជួយគាត់បច្ចុប្បន្នក៏នៅតែយំបែបចង់មករៀនវិញគឺដោយសារតែនៅក្នុងថ្នាក់របស់គាត់មានមិត្តភ័ក្តិជាច្រើនមានព្យាស្រ័យល្អជាមួយនឹងគ្នាហើយការរៀនរបស់គាត់គឺសប្បាយរីករាយជាមួយនឹងល្បែងសិក្សាការងារក្រុមផ្សារភ្ជាប់ជាមួយនឹងជីវភាពរស់នៅមានទម្លាប់ល្អគាត់ដឹងច្រើនជាងការមិនទាន់បានមករៀនគឺមានមុខវិជ្ជាជាច្រើនដូចជាសិក្សាសង្គមវិទ្យាសាស្ត្រពិសោធន៍អក្សរលេខរឿងនិទានសង្កេតគឺច្រើនមែនទែនដែលជាមុខវិជ្ជាដែលផ្សារភ្ជាប់ជាមួយនឹងជីវភាពរស់នៅរបស់គាត់គាត់រៀននៅថ្នាក់មត្តេយ្យគឺមានសារៈសំខាន់មែនទែនសម្រាប់ជាគ្រឹះឡើងទៅថ្នាក់ទី1តែម្ដងធ្វើឲ្យគាត់មានចំណេះដឹងភាពក្លាហានមានភាពជឿជាក់គាត់មានទម្លាប់ល្អដែលយើងបានផ្សារភ្ជាប់ជាមួយនឹងមុខវិជ្ជាមួយគឺសិក្សាសង្គមធ្វើឲ្យគាត់មានសុជីវធម៌សិលធម៌ល្អក្នុងការរស់នៅខ្ញុំតែងទទួលបានមតិពីអ្នកណាព្យាបាលដែលថាអ្នកគ្រូជួយកូនខ្ញុំផងខ្ញុំនៅផ្ទះប្រាប់គាត់អត់ស្ដាប់សោះគាត់ចូលចិត្តគ្រឿងផ្អែមតែខ្ញុំហាមគាត់មិនក៏គាត់មិនឈប់ដែរតែតតែអ្នកគ្រូបរៀនគាត់ផ្លាច់មែនទែនដែលគាត់និយាយថាអ្នកគ្រូអូនអត់ឲ្យអូនញ៉ាំទៀតទេគាត់បានផ្លាស់ប្ដូរចូលចិត្តញ៉ាំផ្អែមបែរទៅជាអត់យកទៅសាលារៀនហើយឈប់ញ៉ាំតែពីថ្ងៃបន្តទៀតហើយនៅមានមួយទៀតគាត់អត់ចូលចិត្តដុសធ្មេញទេប៉ុន្តែពេលគាត់មកសាលារៀនទៅផ្ទះវិញទាថ្នាំដុសធ្មេញទាជ្រះដុសធ្មេញដុសដល់ខ្លួនឯងដោយសារតែគាត់ប្រាប់ថានៅសាលារៀនរបស់គាត់គឺមានកម្មវិធីដុសធ្មេញរៀងរាល់ចុងម៉ោងអញ្ចឹងអ្នកគ្រូលោកគ្រូតែងតែបង្ហាត់បង្រៀនគាត់ឲ្យដុសធ្មេញដល់ពេលអញ្ចឹងម៉ាក់ប៉ាគាត់មានអារម្មណ៍ថាសប្បាយចិត្តដែលកូនគាត់ផ្លាស់ប្ដូរថាតូចតែខ្លឹមគាត់មានអារម្មណ៍ថាគាត់រំភើបដោយសារការកែប្រែនិងអភិវឌ្ឍច្រើនចំណុចមែនតែនហើយសាលារៀនក៏មានកម្មវិធីផ្លែកជាច្រើនសម្រាប់ឲ្យគាត់ចូលរួមផងដែរដូចជាបំណិនជីវិតធ្វើឲ្យគាត់ដឹងថាតើជីវភាពរបស់គាត់តើគាត់ត្រូវប្រើប្រាស់នៅពេលណាទិវាកីឡាកម្មសិក្សានៅខាងក្រៅអញ្ចឹងកម្មវិធីទាំងអស់ហ្នឹងគឺជាកម្មវិធីដែលជួយកូនឲ្យមានចំណេះដឹងមានចំណេះធ្វើហើយក៏មានទម្លាប់ល្អក្នុងការរស់នៅផងដែរសាលារៀនអន្តរជាតិ American AIS គុណភាពវិន័យនិងសេវាកម្ម